មកក្រងការទៀតហើយថ្ងៃនេះក្រងការវិលលេចម្រុះគ្នាទៅផ្កានេះអត់ដែរក្រងទេលើកទី1ដែលក្រងធ្លាប់តែយើងយកមកដាក់ជារំយោលថ្ងៃនេះយើងយកមកក្រងជារំយោលផងក្រងជាប្រភេទផ្កាវិលផងហើយផ្កានេះមានក្លិនក្អូបណាតែគួយស្ដាយដែរផ្កានោះគឺមាន2ពណ៌ចេញដំបូងគឺមានពណ៌ឈុកបន្ទាប់ពីពណ៌ឈុកហើយក៏ប្រែទៅជាពណ៌ក្រហមតែមានក្លិនក្រអូបយកមកក្រងអញ្ចឹងស្អាតម្យ៉ាងដែរតាផ្កានិយាយទៅក្រងផ្កាវិលបើក្រងជាមួយនឹងផ្កាกระดาษស្អាតប៉ុន្តែផ្កាกระดาษក្រងយូរដោយសារតែផ្កាกระดาษយើងត្រូវបត់ផ្កាមួយប្រភេទនេះយើងអត់ពិបាកបត់ទេគឺយើងចាប់ដោតតែម្ដងហើយមុននឹងក្រងយើងត្រូវកាត់តងវាជាមុនសិនដោយសារតែតងវានឹងមានសភាពវែងជាងផ្កាពុតបើផ្កាពុតគឺគេមានកលិកវែងហ្នឹងគឺស្រួលហ្មងគឺគេមានកលិកដោតឲ្យត្រឹមត្រូវតែផ្កាមួយប្រភេទនេះគឺតងវាវែងអញ្ចឹងយើងត្រូវការយកមកគឺយើងត្រូវកាត់តងតម្រឹមឲ្យស្មើជាមួយនឹងផ្កាពុតសិនទើបយើងអាចដោតបានហើយថ្ងៃនេះក្រងបានពី3ភួងដែរខានក្រងប្រហែលថ្ងៃហើយចាប់ផ្ដើមភ្លាមគឺថាច្រើនហ្មងនិយាយទៅក្រងមួយភួងអីគឺមិនចង់ធ្វើទេបើយើងធ្វើពី3ភួងអញ្ចឹងទៅគឺថាមួយថ្ងៃហ្នឹងគឺថាយើងរវល់ក្រងគឺក្រងហ្មងអត់មានទៅធ្វើអីទេហើយដោយសារថ្ងៃនេះជាថ្ងៃសិលផងណាមួយខានក្រងយូរហើយក៏ចាប់ដើមមកក្រងហើយការក្រងថ្ងៃនេះគឺនៅខ្ញុំដាក់ផ្កាពុតចំនួន2រីឯផ្កាអណ្ដូងប្រាំងឬក៏ផ្កាកញ្ចក់នាងនេះគឺនាងខ្ញុំដាក់តែមួយទេដោយសារតែផ្កាហ្នឹងវាមានសភាពធំខុសអំពីផ្កាกระดาษអីផ្កាกระดาษយើងអាចដាក់2បានតែផ្កានេះយើងដាក់តែមួយបានហើយដាក់តែមួយគឺស្អាតហ្មងនេះឥឡូវហើយ